នេះបានហូបក្តាមសម្លម្ជូរក្តាមហើយក៏ក្តាមប្រៃចាមានបន្លែនងបងមកអមផ្លែក្តាមបងអូនបងធុន7បន្លែមិនទៅហើយនេះនងនេះទឹកក្តាមបពូតធុន7អមគល់ក្រីខ្ទឹមម្ទេសនេះទុកដាក់ក្តាមប្រៃនេះខ្លាញ់ក្តាមនេះទឹកក្តាមហើយខ្ញុំដាក់ប្រហុកចូលបងអូនថតប្រហុកសាច់ណាបានជ្រុំឯងដាក់ប្រហុកសាច់ចូលតែម្ដងហើយនឹងចាក់ទឹកក្តាមនឹងចូលណាចាហើយទុកវាឲ្យពុះចាំថែមគ្រឿងទៀតចូលពុះហើយចាមកសាច់ក្តាមនឹងកកចាទឹកក្តាមខ្លាហើយយកទៅពុះចេញទៅវាឡើងខ្មៅต้องដាក់ខ្ទឹមចូលដាក់ម្ទេសដាក់ត្រចៀកក្តាមហើយដាក់នោមចូលតែម្ដងពុះហើយដាក់អំបិលស្ករប៊ីចេងរឿងគ្រឿងថែមតាមចំណង់ចំណូលចិត្តណាបងអូនហើយដាក់ព្រួយអំបិលចូលក្រោយទេគឺខ្លាញ់ក្តាមដាក់ម្អមចូលរួចជាការស្រេចនេះហើយមកយើងចាជូរហើយតិចចាឆ្អិនហើយសម្លម្ជូរគូក្តាមនងតោះបាយអស់នេះបងអូនក្តាមប្រៃចាឆ្អិនហើយដូចគ្នា